ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូដែលខ្ញុំបានទៅលេងប្រទេសវៀតណាមរយៈពេល2ថ្ងៃ1យប់បាទនៅខាងខេត្តតៃninhនៅខាងភ្នំខៀវបងប្អូនហើយនេះគឺជាតែភាពដល់ទៅបងប្អូនហើយបាទខ្ញុំជិះឡានពីស្វ័យអន្តរទៅដល់មាហែកហ្នឹងបន្ទាប់មកគឺជិះម៉ូតូពីរមាហែកទៅដល់វៀតណាមតែម្ដងដោយសារខាងវៀតណាមគេឲ្យយកឡានចូលណាបាទហើយនេះគឺជាទស្សនវិជ្ជាផ្លូវដែលទៅបងប្អូនមានផ្លូវស្រួលជិះផងពិបាកជិះផងហើយការទៅនេះគឺមាន4ម៉ូតូបាទគ្នា7នាក់4ម៉ូតូអត់ហ៊ានជិះ3នាក់ហ្នឹងបងប្អូនខ្លាចគេចាប់ចឹងណាហើយខ្ញុំទៅនេះគឺទៅយប់ហើយបងប្អូនបាទទៅរឿងរសៀលហើយចឹងទៅដល់ហើយយប់បាទរកទស្សនៈទម្រាំនឹងបានដេកហ្នឹងគឺចូល2 3កន្លែងចូលមួយកន្លែងនោះមួយយប់គេយកអស់$100ជាងបងប្អូនបាទមួយយប់ណាបាទហើយទៅគឺមានលុយណាស់បងប្អូនជិះម៉ូតូត្រាក់ទៅហ្នឹងបាទបន្ទាប់មកគឺចូលទស្សនៈនេះបងប្អូនអើយនឹងថាគេនឹងខានដេកប្រហែលខែប្រហែលឆ្នាំហើយទៅនេះបាទចូលទៅដល់គឺសិតតែកលាតបងប្អូនងាប់ព្រាតពេញបន្ទប់ទឹកมันក្រោមពី10បងប្អូនបាទកលាតហ្នឹងណាមិនដឹងថាគេខានចូលនឹងប្រហែលខែប្រហែលឆ្នាំហើយទេបាទហើយទៅគឺក្រែខ្ញុំគឺក្រែ2ទៅគេ3នាក់បងប្អូនបាទភាសាមានការសន្សំសំចៃអញ្ចឹងណាមិនហ៊ានជួបបន្ទប់មួយគេតែឯងទេបាទបន្ទាប់ពីយើងងូតទឹកងូតអីហើយគឺបានចេញទៅដើរលេងបងប្អូនបាទចេញក្រៅអញ្ចឹងណាបាទទៅហូបអីបាទដោយសារចេញពីខ្មែរទៅអត់បានហូបអីទេបាទឥឡូវនេះគឺមកដល់កន្លែងហូបអីហើយបាទអង្គុយហូបអីមួយស្បក់ហ្នឹងគឺគេអុជបជ្រួចបងប្អូនបាទគេអុជបជ្រួចខាងបងអង្គុយខាងក្រៅហ្នឹងគេអុជបជ្រួចអញ្ចឹងណាបាទហើយអង្គុយហ្នឹងគឺមានការដាក់អីត្រជាក់អញ្ចឹងទៅហើយទៅហ្នឹងគឺមានជួបបងប្អូនខ្មែរយើងបងប្អូនបានខាងកូនក្មេងដែលគាត់ទៅនៅក្នុងអញ្ចឹងណាបាទបន្ទាប់ពីយើងបានហូបអីហើយក៏ត្រឡប់មកផ្ទះជួលវិញផ្ទះសនៈណាបងប្អូនបាទហើយផ្លូវគេមកទៅគឺធំខ្លាំងមែនតើបងប្អូនអូយបាទផ្លូវគេនឹងប្រហែលគាត់បដោយចង់100ម៉ែត្រនេះបាទធំខ្លាំងមែនតើបាទជិះអត់មានចង្អៀតអីទេបាទហើយមិនសូវមានឡានបងប្អូនមើលទៅគឺសិតតែម៉ូតូបាទហើយយប់ហើយនេះឃើញអញ្ចឹងគឺម៉ោង12ជិតម៉ោង1យប់ណាបងប្អូនបាទឥឡូវនេះគឺដល់ផ្លូវដែលបត់ចូលហើយកន្លែងផ្ទះសនៈណាមុនតបងសួរប្រទេសមួយដ៏ធំនេះបងប្អូនបាទមកយប់ជាង100ហើយប៉ុណ្ណាមានលុយដេកហ្នឹងផ្ទះធំហ្នឹងណាបាទទៅពេលបាត់ទៅចូលតែបន្តិចគឺដល់ផ្ទះជួលផ្ទះសនៈគេអញ្ចឹងណាបងប្អូនបាទឥឡូវនេះគឺចូលហើយគឺយើងសម្រាប់មួយយប់បាទមួយយប់ដល់ពេលព្រឹកឡើងគឺធ្វើដំណើរទៅលេងភ្នំខៀវបាទភ្នំខៀវអញ្ចឹងណានៅខាងស្រុកខ្ញុំគេហៅភ្នំខៀវបងប្អូនមើលពីខាងស្វាយរៀងទៅគឺឃើញភ្នំហ្នឹងណាបាទភ្នំហ្នឹងគឺមានខ្សែរត់ខ្សែអីជិះអញ្ចឹងទៅបាទឥឡូវនេះគឺដល់ព្រឹកហើយបាទគឺយើងចេញដំណើរហើយមិនសួរថាអាវហ្នឹងមិនក៏មិនដូរបាទអត់មានដូរទេបងប្អូនដោយសារមានយកអាវទៅអញ្ចឹងមានអាវក្រៅតែមួយបាទអញ្ចឹងហើយមានតែពាក់តដែរអញ្ចឹងទៅហើយនេះគឺវីដេអូដែលយើងទៅហូបអីបងប្អូនបាទចេញពីផ្ទះផ្ទះសនៈហ្នឹងមកគឺយើងហូបអីបាទហូបអីហើយគឺបន្តដំណើរទៅទៀតនេះបាទទៅដល់ចិត្តដល់កន្លែងភ្នំខៀវហ្នឹងហើយបងប្អូនបាទហើយភ្នំហ្នឹងគឺមនុស្សច្រើនខ្លាំងមែនតើបងប្អូនមនុស្សដែលខ្ញុំកើទៅលេងហ្នឹងបងប្អូនយ៉ាងហើយក៏10000នាក់ដែរបងប្អូនមនុស្សច្រើនខ្លាំងមែនតើបាទកន្លែងខ្សែរត់គឺរកជីកមិនចង់បានណាបាទហើយឥឡូវនេះគឺចិត្តដល់បងប្អូនមើលនេះភ្នំនេះមើលពីចង្កេះមកពណ៌ខៀវទៅពេលមកចិត្តទៅរៀងពណ៌កំៅមិនទេបងប្អូនហ្នឹងខ្ញុំដឹងមិនដែរមើលពីខាងស្វាយរៀងពីផ្ទះខ្ញុំទៅឡើងពណ៌ខៀវល្ងឹតតែម្ដងបងប្អូនបាទភ្នំហ្នឹងណាហើយខ្ញុំលើកទី1ណាបងប្អូនកុំថានៅស្វាយរៀងហ្នឹងមើលឃើញភ្នំហ្នឹងប៉ុន្តែលើកទី1ដែលមកលើកនេះបាទដែលមកកន្លែងភ្នំហ្នឹងណាបាទលើកទី1បាទឥឡូវនេះគឺចិត្តដល់កន្លែងដែលគេចំណតទុកម៉ូតូឲ្យបងប្អូនបាទឥឡូវនេះគឺមកដល់ហើយបងប្អូនមើលនេះម៉ូតូរាប់ម៉ឺនម៉ូតូទៅបងប្អូនមើលនេះច្រើនខ្លាំងមែនតើបាទមានតែមួយខាងហ្នឹងណានៅខាងនោះទៀតបងប្អូនមើលនេះច្រើនណាស់បងប្អូនហើយបាទហើយភាគច្រើនគឺភ្ញៀវជាតិគេបងប្អូនភាគច្រើនអត់មានភ្ញៀវអន្តរជាតិប្រហែលទេមានតែភ្ញៀវជាតិបាទហើយភ្ញៀវមើលកត្រកបងប្អូនមើលនេះរត់រហូតតែម្ដងបាទរហូតហើយខ្សែរត់មាន2ណាបាទគេដំណើរការមាន2ខ្សែដែលគេដំណើរការណាបងប្អូនមើលនេះម៉ូតូយើងមើលមនុស្សមិនដឹងមនុស្សមកពីណាពីណីទេមនុស្សច្រើនតែម្ដងបងប្អូនហើយអានេះមកពីប្រជាជនគេច្រើនជាងយើងឬមួយមកពីគេបកកែរៀបចំក្នុងការទេសចរអញ្ចឹងណាហើយភ្នំគេនៅខាងលើហ្នឹងគេអត់មានអគារកាស៊ីណូអត់មានអីទេបងប្អូនបាទគឺគេមានតែកន្លែងបន់ស្រន់កន្លែងតែទេសចរមើលលេងអញ្ចឹងណា
បាទអត់មានអាគារកាស៊ីណូខុនដូផ្ទះសំណាក់សន្តាគារដូចនៅអីកន្លែងផ្សេងទេបាទហើយបើភ្ញៀវគឺច្រើនខ្លាំងមែនទែនបងប្អូនហើយមើលនេះបាទខ្ញុំទៅគឺចាំគ្នាអញ្ចឹងណាចាំគ្នាព្រោះអីមានបងគាត់យកម៉ូតូទឹកខាងក្នុងអញ្ចឹងហើយគឺចាំខាងក្រៅហើយមកអូនមើលវីដេអូនឹងសិនទៅបាទអានេះភ្នំខៀវនេះមើលផ្ទះខ្ញុំឃើញដែរហ្នឹងហើយមើលមកផ្ទះខៀវល្ងឹតဆိုខ្ញុំហៅភ្នំខៀវនេះភ្ញៀវមកណាជាតិអន្តរជាតិមកទាំងអស់មើលថាខាងលើនឹងមានអីអស្ចារ្យតែមើលចាំឡើងទៅមើលបន្ទាប់ពីឈរចាំគ្នាអស់មួយរយៈពេលសន្ទុះធំក៏ចាប់ផ្ដើមចេញដំណើរទៅទៀតបងប្អូនបាទចេញដំណើរទៅទិញសម្បត្តិដើម្បីជាកន្ត្រកឡើងទៅលើកំពូលភ្នំអញ្ចឹងណាបាទហើយវីដេអូហ្នឹងសុំស្លេះប៉ុណ្ណឹងសិនណាបងប្អូនចាំខ្ញុំបោះភាគ2បន្តទៀតបាទ